បើស្ត្រីមានតៃពោះហ្មងករណីដែលគាត់មានសុខភាពល្អធម្មតាគឺគាត់អាចនៅជាមួយគ្នាតែអត់ញឹកញាប់ទេគ្រូពេទ្យតែងតែណែនាំក្នុងការតមការរស់នៅជាមួយគ្នាមិនថាម្លងពេលមានតៃពោះឬក៏ក្រោយសម្រាហើយអញ្ចឹងអាហ្នឹងវាអាចមានគម្លាតកំណត់ថាប្រហែលខែឬក៏អាស្រ័យលើសុខភាពគាត់អត់បើស្ត្រីមានតៃពោះហ្មងករណីដែលគាត់មានសុខភាពល្អធម្មតាគឺគាត់អាចនៅជាមួយគ្នាតែអត់ញឹកញាប់ទេប៉ុន្តែក៏មានលក្ខខណ្ឌមួយដែលហាមដាច់ខាតដែរដូចជាអ្នកដែលគាត់មានបញ្ហាសុខភាពទាក់ទងមួយស្បូនខ្សោយមានការធ្លាក់ឈាមឬមួយក៏ស្ត្រីដែលគាត់មានប្រវត្តិក្នុងការរលូតកូនញឹកញាប់ឬមួយក៏ស្ត្រីដែលគាត់មានបញ្ហាវិបត្តិនៃការបែកទឹកភ្លោះមុនសម្រាលកូនកើតមុនកំណត់អីជាដើមហើយសម្រាប់ស្ត្រីក្រោយពេលសម្រាលជាទូទៅបើគាត់មានសុខភាពល្អធម្មតាណាមួយខែកន្លះគឺគាត់អាចនៅមួយគ្នាបានវាអត់មានផលប៉ះពាល់អីប៉ុន្តែអ្នកគ្រូនៅតែផ្ដាំហើយផ្ដាំទៀត6សប្តាហ៍ក្រោយពេលសម្រាលទោះកូនបោកដោះឬបោកដោះគោមុនពេលដែលនៅជាមួយគ្នាត្រូវតែត្រៀមផែនការគ្រួសារវិយាកំណើតការពារការមានកូនដែលចែកដន្យអ្នកខ្លះឆាតសួរនិយាយថាអ្នកគ្រូអាប់ហើមអុលនឹងមិនអាប់ហើមអុលនឹងគឺនៅពេលដែលស្ត្រីសម្រាលកូនហើយអត់ទាន់មករដូវគាត់នៅមួយគ្នាទាំងគាត់គិតថាវាអត់ទាន់មានណាប៉ុន្តែអានឹងហើយក្នុងអំឡុងពេល6សប្តាហ៍ក្រោយពេលសម្រាលកូនណាគឺពងញីមានការខ្ជាក់ហើយមួយទៀតករណីដែលគេហាមឃាត់សម្រាប់ស្ត្រីក្រោយពេលសម្រាលដែរនៅពេលដែលគាត់មានសុខភាពទ្រុឌទ្រោមខ្សោយអត់ទាន់មានសុខភាពល្អរឹងមាំគ្រប់គ្រាន់ហើយគាត់មានបញ្ហានៅនឹងតំបន់ពូជរបស់គាត់វាអាចងាយឲ្យគាត់នឹងប្រឈមមុខមួយការខ្លាយរោគអាហ្នឹងក៏គេហាម5គាត់ដែរដើម្បីឲ្យគាត់នឹងថែរក្សាសុខភាពរបស់គាត់ឬមួយក៏ថែទាំនៅនឹងតំបន់ពូជរបស់គាត់ឲ្យមានផាសុខភាពល្អសិនទើបគាត់អាចនៅមួយគ្នាបាន